បាទជំរាបសួរលោកស្រីជាទីគោរពជាទីរាប់អានថ្ងៃនេះខ្ញុំសូមចែករំលែកគណិតជាភាសាអង់គ្លេសដែលទស្សនវិជ្ជាមួយចែងថាសៀរៀមទស្សនវិជ្ជាចែងថា or mod A is an integral domain is and only is a prime ចឹងទស្សនវិជ្ជាមួយបានបំឡើងថារៀងផលចែកឬក៏យើងហៅថាក្រុមផលចែកក្រុមផលចែកឬក៏រៀងកតាគឺជា integral domain មានបកប្រែថាដែន integral ទាំងមូលចឹងដែនទាំងមូលចឹងក្នុងនេះគេចង់និយាយថា ring ដែលមានតួចែកមិនស្មើ0តួចែកទៅខុសពី0បើសិនបើ A ring នេះគឺជា prime គឺជាបឋម ring នេះគឺជាមានលក្ខណៈជាបឋមជាបឋមមានលក្ខណៈជាបឋមចឹងមាន1 2 3 5 7អានេះគេហៅថាបឋមlet all be the community ring with unity and let A be an idea of all. Then all mod A is an integral domain is and only is a prime. ចឹងកន្លែងនេះមានសំណើមួយចឹងសំណើគេឲ្យសំណើនឹងមកគេឲ្យសំណើមកor គឺជា ring ដែលមានលក្ខណៈត្រឡប់ ring ត្រឡប់មានឯកតាហើយ A គឺជា ideal នៃ ring ពាក្យថា ideal បើនៅក្នុងក្រុមគេហៅថា normal subgroup នេះ normal subgroup នៅក្នុងក្រុម N ជាក្រុមរង normal subgroup នេះអានេះជាក្រុមរងនៃ T ដល់ទៅ I នេះគឺ normal subgroup នៃ O នេះក្រុមរងនេះកងរងចឹងអានេះក្នុងនេះគេហៅថា normal ក្រុមរងតែវាមានលក្ខណៈត្រឡប់AG វាស្មើនឹង GA ដល់នេះOI វាស្មើនឹង IR លក្ខណៈត្រឡប់យើងស្រាវបញ្ជាក់ថាបើសិនថាជាគេឲ្យ A នេះគឺជា ideal នៃ O អញ្ចឹងនាំមកគេបានក្រុមផលចែករបស់វាring ផលចែកយើងហៅថា ring ផលចែកឬក៏ ring កតាក៏បានដែរគឺជា integral domain is and only is A បើសិនបើនេះជា prime អញ្ចឹងទី1យើងបកស្រាយទៅម៉េចពីអានេះចេញមកពីអានេះអញ្ចឹងតោះគ្រប់គ្រាន់ទេកាលណាយើងបកស្រាយក៏មានពាក្យមួយទៀតអញ្ចឹងយើងបកស្រាយស្របហើយយើងបកស្រាយបញ្ច្រាក់ទៅវិញអញ្ចឹងយើងបកស្រាយស្របចេញពី integral idea ទៅរក prime idea បញ្ច្រាក់គឺយើងចេញពី prime idea មករកអានេះវិញតើយើងមានអានេះតើយើងបាន integral idea ដែរទេអញ្ចឹងមុនដំបូងយើងបកស្រាយស្របសិនអមមកថានេះឥឡូវយើងយកនេះធ្វើជាសមត្ថកម្មលើក្រោយយើងយកនេះធ្វើជាសមត្ថកម្មវិញដើម្បីយើងបានសេចក្តីសន្និដ្ឋាននេះអញ្ចឹងដូច្នេះសមត្ថកម្មយើងសន្និដ្ឋានបាននេះអញ្ចឹងដូច្នេះយើងបកស្រាយថារូបយើងបកស្រាយយើងយកសមត្ថកម្មពីនេះមកអញ្ចឹងឥឡូវឧបមាថាយើងមាន AB ជាធាតុ AB នេះគឺជារបស់ ideal A អញ្
ចឹងតាមលក្ខណៈ ideal យើងបានលក្ខណៈប្រមាណវិធីបូករបស់វាអញ្ចឹងយើងដឹងថា ring ហ្នឹងគឺវាប្រកបដោយប្រមាណវិធី2 ring របស់វាហ្នឹងគឺវាមានប្រមាណវិធីបូកហើយនឹងគុណគឺជាត្រង់រងរបស់សាមីវាគឺអជាក្រុមរងរីងចេះយើងបកស្រាយអញ្ចឹងជាកាលណាយើងបានប៉ុណ្ណេះមកដល់យើងដឹងថានេះវាជារបស់ A អញ្ចឹងបើនេះជារបស់ A ជារបស់ A ធាតុរបស់ A អញ្ចឹង A វាស្រូបយកនេះអញ្ចឹងយើងបាន A អញ្ចឹងអានេះវាស្រូបបញ្ចូលមកក្នុងនេះអញ្ចឹងយើងបាន A អញ្ចឹងយើងសន្និដ្ឋានបានអានេះអញ្ចឹង A នេះចាក់ទុកដូចជា0អញ្ចឹងបូក0របស់វានៅអញ្ចឹងអានេះជាធាតុ0នៅកណ្ដាលបូកទៅវាស្មើនឹង A ខ្លួនឯងអាហ្នឹងគេហៅថាវាលក្ខណៈនៅដែរអញ្ចឹង0នេះជាធាតុនៅអញ្ចឹងអានេះយើងគិតថាបើវាជា ring ផលចែកអញ្ចឹងយើងថានេះវាជា0ធាតុ0ណាធាតុ0វាស្មើនឹង A នេះយើងចាត់ទុកអានេះដូចជា0អញ្ចឹងជាទៅ A នឹងស្មើនឹង0យើង0បូកនឹង A គឺវាស្មើនឹង A អញ្ចឹងយើងចាត់ទុកអានេះដូចជា0អញ្ចឹងអានេះនៅចាត់ទុកដូចជា0ចឹងយើងថានេះវាជា0នៃ ring R mod A យើងថា R mod A R modulo A អញ្ចឹងកន្លែងនេះមានន័យថាយើងទៅសេថា R mod យើងសេថាកន្លែងនេះគឺ R ស្មើនឹង R mod A R mod A ចឹងដូចគ្នាដែរចឹងយើងទីបានចឹងកណ្ដាលយើងទីបានហើយដូច្នេះ A ទាំង A តូចបូកនឹង A ធំស្មើនឹង A ឬក៏យើងអាចថា A B តូចបូកនឹង A គឺវាស្មើនឹង A ដែរចឹងអានេះស្មើនឹង A កាលណាយើងមានលក្ខណៈប៉ុណ្ណេះហើយចឹងយើងនៅក្នុងទ្រឹស្ដីយើងកាលណាធាតុ1បូក A ធាតុ1 A ហើយ A វាស្រូបយកធាតុនេះស្មើនឹង A នេះ A ស្រូបយកធាតុ B អញ្ចឹងយើងបានធាតុទាំងពីរនេះ A និង B នេះជារបស់ A ធំឬក៏ B នេះជារបស់ A អញ្ចឹងបានន័យថា A នេះគឺជាធាតុរបស់ A ឬក៏ B ក៏ជាធាតុរបស់ A ទៅមួយអញ្ចឹងកាលណាវាស្រូបអានេះក៏ជារបស់ A ដែរអញ្ចឹងអានេះគឺយើងទាញបានប៉ុណ្ណេះមកអញ្ចឹងដូច្នេះយើងទាញបានថា A គឺជា5អញ្ចឹងយើងដល់គោលដៅអញ្ចឹងយើងបានថានេះវាជាយើងសន្និដ្ឋានបានថាអញ្ចឹង A ring A នេះideal A នេះគឺជា5អញ្ចឹងយើងបកស្រាយទៅច្រាស់ទៅវិញយើងដេញពី5យើងដេញពីនេះពីខាងនេះមកខាងនេះវិញអញ្ចឹងយើងដេញអញ្ចឹងឧបមាថា A នេះគឺជា5វិញអញ្ចឹងយើងបកស្រាយថាធ្វើម៉េចឲ្យចេញទៅជា integral domain ឥឡូវយើងឧបមាថានេះវាជាតែកាលណាវាជាអានេះយើងរៀនតែផលចែកយើងចាត់ទុកពីបែងវាដូចជាអត់0ទេពីបែងរបស់វាអញ្ចឹងបានន័យថា A នេះគឺវាខុសពី0ដែរមិនអាចស្មើ0ទេអញ្ចឹងយើងមានតួចែកមួយមិន0 divisor no 0អញ្ចឹងយើងមើលលក្ខណៈ ring អញ្ចឹងលក្ខណៈ ring របស់វាយើងគុណមកយើងគុណពលាតមកយើងទៀតអានេះវាស្រូបអានេះអស់អានេះវាស្រូបយក AB នេះ A នេះវាស្រូបយកដូច្នេះអានេះយើងចាត់ទុកវាបញ្ចូលនៅក្នុងអានឹងអស់អញ្ចឹងអានេះវានៅស្រូបដូច្នេះស្មើនឹង A អញ្ចឹងយើងសន្និដ្ឋានថានេះ0អញ្ចឹងដូច្នេះយើងទាញមកអានេះ A នេះមក0អញ្ចឹងយើងទាញសន្និដ្ឋានអានេះក៏ជារបស់ A ដែរបើសិនណាវាលិចវាកក់ចូលនៅក្នុងនេះណា A នេះដូចជា black hole អញ្ចឹងដូចជា black hole មួយអញ្ចឹងវាស្រូបយកចូលបញ្ចូលនៅក្នុងនេះអញ្ចឹងអានេះអញ្ចឹងយើងសន្និដ្ឋានថានេះវាជារបស់ធាតុទាំងពីរនេះធាតុរបស់ A អញ្ចឹងយើងទាញយើងសន្និដ្ឋាននៅក្នុងលក្ខណៈនៅក្នុងទៀតអញ្ចឹងបើនឹងជារបស់ A វាអាចថា A នេះជារបស់ A ឬក៏ B នេះក៏ជារបស់ B ដែរអញ្ចឹងតាមរយៈហ្នឹង A ជារបស់ A ជារបស់ A ឬក៏ B ជារបស់ A ដូច្នេះបានន័យថា1យើងទាញយកលក្ខណៈផលបូកនឹងវិញអញ្ចឹងបានន័យថាបើទាំងពីរហ្នឹងអញ្ចឹងយើងមើលក្នុងអានេះវិញ A ជារបស់ A B ជារបស់ A អញ្ចឹងបានន័យថាក្នុងចំណោមមួយហ្នឹង A ក្នុងចំណោមមួយហ្នឹង A បូកនឹង A
ឬក៏ b បូកនឹង a អញ្ចឹងអាពីរនេះគឺជាគេហៅថា coset zone ព្រោះវាបូកទៅវាស្មើនឹង a អញ្ចឹងអានេះគឺវាស្មើនឹង a បូកទៅវាស្មើនឹង a អញ្ចឹងយើងអាចថាស្មើនឹង a នេះក៏ស្មើនឹង a ដែរអញ្ចឹងយើងអាចថាជា coset zone អញ្ចឹង coset zone coset យើងដឹងថា coset គឺវាមានតម្រង់ប៉ុនគ្នាទាំងអស់អញ្ចឹង coset zone នៅកន្លែងណានេះអមថានេះយើងមាន coset អញ្ចឹងអានេះ coset មួយអមថានេះ a ចប់អញ្ចឹងអានេះវា 0 អានេះវា 1 អានេះ 2 a អញ្ចឹងទំហំស្មើគ្នាទោះបីជាលេខនេះវាលំដាប់លេខនេះលំដាប់វាលេខរៀងក៏ដោយក៏ប៉ុន្តែវានៅតែទំហំស្មើគ្នាបាទអញ្ចឹងគឺវាទំហំស្មើគ្នាហៅថា coset អញ្ចឹងកាលណាវាទំហំវាមានលក្ខណៈអញ្ចឹងយើងអាចទាញវាថាជា integral domain អញ្ចឹងកាលណាយើងឃើញភាពប៉ុណ្ណឹងឃើញវាប៉ុណ្ណឹងហើយមួយជារបស់ a ឬមួយជារបស់ b អញ្ចឹងអាហ្នឹងយើងហៅថា integral domain បាទសូមអរគុណសូមជម្រាបលា